នៅទីបំផុតនាវាចម្បាំងថេប56C លើកទី1បានមកដល់កម្ពុជាហើយបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីថាមចិននឹងប្រគល់នៅនាវាចម្បាំងជាផ្លូវការឲ្យខ្មែរយើងនៅថ្ងៃទី8ខែមេសាក្នុងសប្តាហ៍នេះតើនាវាចម្បាំងថេប056នេះមានសមត្ថភាពកម្រិតណាសូមទស្សនាវីដេអូនេះដូចតទៅថេប056គឺជានាវាចម្បាំងថ្នាក់ខូវេតដែលពួក NATO ដាក់ឈ្មោះវាថាជាងតៅ Class Corvette វាត្រូវបានផលិតដំបូងក្នុងឆ្នាំ2012មានប្រទេសជាច្រើនប្រើប្រាស់វាដូចជាអាហ្សេរីនីហ្សេរីយ៉ាបង់ក្លាដេសចិននិងកម្ពុជាសម្រាប់ប្រទេសកម្ពុជាយើងមាននាវាចម្បាំងប្រភេទនេះចំនួន2គ្រឿងអំពីលក្ខណៈទូទៅរបស់នាវាថេប056វាមានបណ្ដោយប្រវែង90ម៉ែត្រទៅតឹង11ម៉ែត្រចុច14ទម្ងន់ធម្មតាគឺ1300តោននិងទម្ងន់សរុប1500តោនជាទម្ងន់ពេលវាផ្ទុកសម្ភារៈរួចប្រើប្រាស់ម៉ាស៊ីនចំនួន2ដោយវាធ្វើដំណើរក្នុងល្បឿន46គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចធ្វើនាវាចរបានចម្ងាយ6500គីឡូម៉ែត្រចំពោះការបំពាក់សភាវុធនិងបច្ចេកវិទ្យាវិញមានដូចជាកាំភ្លើង AK176 មួយដើមប្រើប្រាស់គ្រាប់ប្រភេទ 76.2 គុណនឹង959 មីលីម៉ែត្របាញ់បានចម្ងាយ10ទៅ15គីឡូម៉ែត្រចម្ងាយនេះគឺចម្ងាយបាញ់ចំគោលដៅនិងមានប្រសិទ្ធភាពចំណែកឯអត្រាល្បឿនគ្រាប់រត់គឺ980ម៉ែត្រក្នុង1វិនាទីនិងបាញ់បាន120គ្រាប់ក្នុង1នាទីកាំភ្លើង HPJ 17 30មីលីម៉ែត្រចំនួន2ដើមបាញ់បានចម្ងាយ8គីឡូម៉ែត្របាញ់បាន300គ្រាប់ទៅ350គ្រាប់ក្នុង1នាទីមីស៊ីលសម្រាប់ប្រឆាំងនាវាប្រភេទ YJ83 ចំនួន2ឈុតក្នុង1ឈុតមានបំពង់សម្រាប់បាញ់គ្រាប់មីស៊ីលចំនួន4មីស៊ីលនេះបាញ់បានចម្ងាយ120ទៅ180រហូតដល់230គីឡូម៉ែត្រអាស្រ័យតាមប្រភេទគ្រាប់មីស៊ីលនីមួយៗនិងមីស៊ីលការពារដែនអាកាស FL3000N ឬក៏ហៅថា HQ10 មួយឈុតមានបំពង់សម្រាប់បាញ់គ្រាប់មីស៊ីលចំនួន8បាញ់បានចម្ងាយ 0.5 គីឡូម៉ែត្រទៅ9គីឡូម៉ែត្រឬក៏10គីឡូម៉ែត្រក្នុងរយៈកម្ពស់ 1.5 ម៉ែត្រទៅ6គីឡូម៉ែត្រមីស៊ីលសម្រាប់ប្រឆាំងនាវាមួយទឹកប្រភេទ YU7 ចំនួន2ឈុតក្នុង1ឈុតមានបំពង់សម្រាប់បាញ់គ្រាប់មីស៊ីលចំនួន3បាញ់បានចម្ងាយ 14.1 គីឡូម៉ែត្រឬក៏15គីឡូម៉ែត្រនាវាថេប056ប្រើរ៉ាដាសំខាន់ចំនួន2គឺទី1ប្រភេទថេប360រ៉ាដាមានសរភាពចាប់សញ្ញាបានចម្ងាយ250គីឡូម៉ែត្រក្នុងរយៈកម្ពស់10000ម៉ែត្រនិងទី2ប្រភេទថេប347រ៉ាដាជារ៉ាដាសម្រាប់គ្រប់គ្រងនិងបញ្ជាបាញ់គ្រាប់កាំភ្លើងតូចធំនិងមីស៊ីលទាំងអស់នៅលើនាវានេះវាមានសមត្ថភាពស្ទាក់គ្រាប់កាំភ្លើងសត្រូវនិងមីស៊ីលក្នុងចម្ងាយ30គីឡូម៉ែត្រឬក៏យន្តហោះចម្បាំងសត្រូវក្នុងរយៈកម្ពស់15គីឡូម៉ែត្រហើយវាក៏មានរ៉ាដាចំនួនផ្សេងទៀតដូចជារ៉ាដាសម្រាប់ទំនាក់ទំនងនិងឧទ្ធម្ភាគចក្រថេប754រ៉ាដាទំនាក់ទំនងថេប760ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក Jammer ក៏ដូចជាប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកនិងឧបករណ៍សម្រាប់បំភាន់ផ្នែកសត្រូវ Decoy Launcher Counterនាវាចម្បាំងថេប056នេះអាចស្ថិតនៅលើផ្ទៃសមុទ្របាន20ថ្ងៃនិងផ្ទុកនាវិកចំនួន60នាក់រួមទាំងឧទ្ធម្ភាគចក្រល្បាតសមុទ្រប្រភេទ Z9C មួយគ្រឿងទៀតផងចំពោះឧទ្ធម្ភាគចក្រប្រភេទនេះវាមានទូរទីល្បាតលើផ្ទៃសមុទ្រនិងតាមប្រមាញ់នាវាមុជទឹកសត្រូវដោយអាចហោះក្នុងល្បឿន300គីឡូម៉ែត្រក្នុង1ម៉ោងបំពាក់ទៅដោយមីស៊ីលប្រឆាំងនាវាមុជទឹក Torpedo ប្រភេទ UY7 ចំនួន2គ្រាប់ Z9C ត្រូវបានបំពាក់ជាមួយនឹងរ៉ាដា KCL1 និងរ៉ាដា X-band សម្រាប់ស្វែងរកសញ្ញានិងចាប់យកគោលដៅដូចជានាវាចម្បាំងនិងនាវាមុជទឹករួចបញ្ជូនទិន្នន័យទាំងនោះទៅនាវាចម្បាំងថេប056ដើម្បីឲ្យនាវានោះបើកការវាយប្រហារទៅលើសត្រូវរបស់ខ្លួនដូចជាបាញ់មីស៊ីលប្រឆាំងនាវា YJ83 និងមីស៊ីលប្រឆាំងនាវាមុជទឹក UY7 ជាដើមនាវាថេប056មាន sensor SJG 206 TASX គឺសម្រាប់ចាប់យកសញ្ញានាវាមុជទឹកសត្រូវដោយអាចចាប់សញ្ញាបានចម្ងាយ 129.6 គីឡូម៉ែត្រមានសមត្ថភាពចាប់សញ្ញាលើផ្ទៃសមុទ្រនិងផ្ទៃក្រោមសមុទ្របានផងដែរ